វាសលោកគ្រូហើយក៏ជំរាបសួរដល់អ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះ Saline ដែលមកពីសាលា CTech Attitude and ខ្ញុំរៀននៅក្រុម SV 2.6 ហើយថ្ងៃនេះខ្ញុំនឹងមកធ្វើការបង្ហាញពីរបៀប install Ubuntu server នៅក្នុង VisualBox អញ្ចឹងដើម្បី install VisualBox បានយើងត្រូវចូលមកកាន់Chrome ដើម្បីទៅ download វាមកអញ្ចឹងណាហើយនេះយើងវាយ Oracle VisualBox download ក៏បានដែរដើម្បីយើងចូលមក download file វាអញ្ចឹងទៅហើយនេះយើងចូលមកយើងឃើញ file វាសម្រាប់យើង Windows យើងប្រើទៅលើ Windows អញ្ចឹងទៅបើសិនយើងជា Mac យើងប្រើ Mac Linux អីប្រើ Linux តោនយកកន្លែងហ្នឹងអញ្ចឹងទៅអញ្ចឹងយើងខល right click មកវានឹង down ហើយអញ្ចឹងខ្ញុំឧទាហរណ៍មើលមួយនេះវាមកអញ្ចឹងដោយសារខ្ញុំមានហើយអីខ្ញុំអត់ធ្វើការ download ទៀតទេខ្ញុំ install វាយកមកអញ្ចឹងវាសារខ្ញុំបាន install វា download វាហើយអីអញ្ចឹងខ្ញុំចូលមកកាន់វាដើម្បី install ទាំងអស់គ្នានេះក៏អានេះគឺជា file VisualBox អញ្ចឹងខ្ញុំ double click មកតោះមកខ្ញុំយកពាក្យ yes នេះតោះមកខ្ញុំយកពាក្យ next អានេះគឺខ្ញុំយកអាខាងលើហើយខ្ញុំយកពាក្យ next អានេះគឺកន្លែង file location ដែលវាទៅ install ទុកនៅក្នុង file ហ្នឹងចុះវានៅ drive C file programming file Oracle ហើយនិង VisualBox អញ្ចឹងខ្ញុំ next ទៀតមកខ្ញុំ yes ហើយ yes ទៀតមកអាកន្លែងនេះគឺ custom setup អញ្ចឹងខ្ញុំយក default តាមគេបងទៅខ្ញុំខ្ជិលសេរីញ៉ៃហើយខ្ញុំយកពាក្យ install អញ្ចឹងរងចាំវាសិនចឹងកន្លែងនេះយើងដក tick នេះមកដើម្បីកុំឲ្យវា load ចូលភ្លាមៗណានេះអញ្ចឹងយើង install បានហើយនៅ VisualBox ម៉ាស៊ីនសម្រាប់ install នៅ Ubuntu server ដែលគេហៅ Linux server ហ្នឹងឥឡូវនេះគឺយើងធ្វើការចូលមកកាន់ VisualBox មកយើង right click វាមកបន្ទាប់មកយើងយកពាក្យ new ហើយកន្លែងនេះគឺឈ្មោះម៉ាស៊ីនអញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំមកទៅ server បន្តមកទៀតអានេះគឺជា file location ដែលយើង install នៅទុកនៅម៉ាស៊ីនហ្នឹងអញ្ចឹងខ្ញុំយក Linux នេះខ្ញុំបានបង្កើតវារួចរាល់ហើយអញ្ចឹងខ្ញុំដាក់នៅក្នុង folder មួយហ្នឹងបន្តមកទៀតអានេះគឺ OS អញ្ចឹងខ្ញុំទៅ OS មកនេះ OS Ubuntu អានេះ live server នេះអញ្ចឹងខ្ញុំ open វាមកបន្តមកទៀតខ្ញុំចូលមកមើល code នេះអញ្ចឹង username អញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំមក main server password ខ្ញុំដាក់1 2 3អាខមខ្ញុំដាក់1 2 3ដែរអញ្ចឹងបន្តមកទៀតគឺនេះកន្លែងនេះគឺយើងជា RAM អញ្ចឹងខ្ញុំយក 4G ហ្នឹងហើយតែអានេះខ្ញុំសុំយក2 core អានេះគឺសំដៅទៅលើ CPU របស់វាចំណែកនេះគឺជា storage របស់វាអញ្ចឹងណាអញ្ចឹងខ្ញុំយកត្រឹមតែ 100G បាទទេហើយ finish នេះអញ្ចឹងម៉ាស៊ីនយើងគឺយើងបានបង្កើតរួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់ម៉ាស៊ីនហ្នឹងទៅអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់ម៉ាស៊ីនហ្នឹងនេះអញ្ចឹងវាពងដើរ Control C all click intro ចឹងកន្លែងខ្ញុំសុំស្កប់តិចសិនដល់សារវាយូរតោះអញ្ចឹងកន្លែងនេះគឺយើងអាច click mouse បានទេយើងមានតែប្រើទៅលើ space bar ហើយនឹង roll ផ្សេងចឹងទៅដើម្បី control វាអញ្ចឹងខ្ញុំកន្លែងនេះគឺគេសួរទៅលើ keyboard language អញ្ចឹងខ្ញុំយកអង់គ្លេសខ្ញុំ enter មកកន្លែងនេះយើង update to the new install ចំណែកយើង update មុន install យើង update ផងយើង install ផងអញ្ចឹងខ្ញុំយកលើអញ្ចឹងទៅ
ចឹងកន្លែងនេះវាកំពុង update តោះចឹងកន្លែងនេះគឺគេប្រាប់ពី language keyboard ហើយនឹង Vision ចឹងទៅចឹងខ្ញុំយក then work try ចឹង choose the border in installer ចឹងកន្លែងនេះខ្ញុំយក next ទៅកន្លែងនេះគឺជា network ចឹងខ្ញុំអត់ត្រូវការ change អីទេចឹងខ្ញុំយក next then ទៅហើយកន្លែងនេះក៏IP address ចឹងកន្លែងនេះគឺខ្ញុំអត់ត្រូវការដែរខ្ញុំ next ទៅហើយកន្លែងនេះនៅពេលដែលវាចង់ថាតែនៅពេលដែលវា install អីថ្មីវានឹងចូលទៅកាន់ website មួយហ្នឹងដើម្បី install ហ្នឹងទៅចឹងខ្ញុំយក then ទៀតមកចឹងកន្លែងនេះក៏ខ្ញុំអត់ធ្វើការអីដែរចឹង enter ទៅឯងកន្លែងនេះគឺគេចង់ប្រាប់យើងថាគឺកន្លែងហ្នឹងចង់មកនេះថាយើងចង់ custom ទៅលើ try ហ្នឹងអត់តែបើយើងអត់ទេយើងយក then ទៀតមកកន្លែងនេះគឺវានឹងបញ្ជាក់ប្រាប់ថាវានឹង space size G យើងមិន G អីមិន G យ៉ាងទៅចឹងកន្លែងនេះខ្ញុំយក then ទៀតមកហើយខ្ញុំយក continue ហើយកន្លែងនេះគឺយើងវាយទៅលើ your name ខ្ញុំដាក់ឈ្មោះខ្ញុំមកទៅ server កន្លែងនេះយក server name ឈប់ server ហើយកន្លែងនេះខ្ញុំ name server ខ្ញុំយកឈ្មោះខ្ញុំឲ្យ server អីគឺ password តបទៅយក then កន្លែងនេះខ្ញុំយក then ទៀតមក install hard driver as 8 hard driver ចឹងខ្ញុំយកទៀតមកកន្លែងនេះគឺវា show tool តែយើងត្រូវការ tool អីថែមទៀតចឹងខ្ញុំអត់ត្រូវការទេខ្ញុំយក then ទៀតមកហើយឥឡូវវាកំពុង install ហើយចឹងកន្លែង install នេះខ្ញុំធ្វើការ scope សិនដោយសារកន្លែងហ្នឹងវាយូរតោះចឹងកន្លែងនេះគឺយើង install ហើយអីចឹងកន្លែងនេះយើងយកទៅលើពាក្យថា view full log យើងយក close ខ្ញុំចូលមើលដល់ទីស្អាច្រឡំយក view full log យើងយកពាក្យ account full and update ទៅលើ dashboard ចឹងកន្លែងហ្នឹងវានឹង updateសិនចឹងកន្លែងហ្នឹងវានៅ update ទៀតចឹងខ្ញុំសុំ scope សិនតោះឥឡូវវា update បានហើយឥឡូវវាកំពុងធ្វើការ set up បងយូរខ្ញុំពេលចាំដល់មួយថ្ងៃមកវា set up ហើយមកវា update ហើយឥឡូវវានៅ set up មក plate ជាមកណែជុំឡើងពណ៌លឿងតែខ្ញុំនេះគឺខ្ញុំ log in មួយសិនខ្ញុំដាក់ឈ្មោះខ្ញុំ password yes ចឹងបានន័យថាយើងអាច set up វារួចរាល់ហើយនេះគឺជា Ubuntu server ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានចឹងបានន័យថាវីដេអូនេះក៏ដល់ទីបញ្ចប់ដែរចឹងអរគុណអ្នកទាំងអស់គ្នានិងលោកគ្រូដែលបានទស្សនានៅវីដេអូនេះ